rồiយើង implement DRSS សាថ្មីដោយសារមិញវីដេអូដាច់អញ្ចឹងក្នុងការ implement DRSS ត្រូវការម៉ាស៊ីន3ទី1 LON DC1 ទី2 LON SVR1 NARTR1 ទី3 LON CL1 ដែលដើរតួជា client អញ្ចឹងឥឡូវខ្ញុំចូលទៅម៉ាស៊ីន LON DC1 ខ្ញុំចូលទៅ network adapter តទៅទៀតយើងចាប់ផ្ដើម disable enable network adapter អញ្ចឹងនៅក្នុង LON DC1 នេះ adapter ឈ្មោះថា private ហើយនេះយើងអានេះ IP លេខ10អញ្ចឹងយើងទៅម៉ាស៊ីន RTR អញ្ចឹងម៉ោងថ្ងៃខែត្រូវហើយយើងទៅ RTR យើងចូលទៅ network ដូចគ្នា view network ហើយយើងយក network sharing center អញ្ចឹងយើងទៅ disable enable ហើយខាងនេះ disable enable អញ្ចឹង WAN នៅក្នុង WAN នៅក្នុង router យើងគឺ IP 203.176.0.1 បាទឥឡូវយើងចាប់ផ្ដើម install role direct access បើខាងក្រោយផងអត់ឲ្យបាននាំគ្នាអង្គុយក្រោយហេតុអីមកអង្គុយមុខយើងចាប់ផ្ដើមយក direct access យើង next យើងយក direct access next install យើងមើលឲ្យហើយ direct access ព្រោះម៉ោងមុននោះដាច់វីដេអូហើយ error 624អញ្ចឹងវាអត់ដើរទេបើសិនជាធ្វើ lab អត់កើតទេឡើង present ខ្ញុំនឹងឲ្យ topic assignment ចាប់ពីម៉ោងនេះទៅប្រាប់ប្រធានថ្នាក់ថាធ្វើ lab អត់កើតទេខ្ញុំឲ្យ topic assignment ហើយឡើង present 2សប្តាហ៍ក្រោយគឺឡើង present អត់អាហ្នឹង option ទី2ការ present 30បន្ទុក lab ក៏30ដែរ attendance អត់មក0អត់ការរៀននៅសាលាគឺអញ្ចឹងយើងអត់អាចលេងសើចបានទេចង់មកមិនមកតាមចិត្តអត់បានទេតែអញ្ចឹងទេប្រទេសជិតខាងវាយយើងរហូតអត់ទៅយើងទៅតែខ្លាំងនៅសាកលវិទ្យាល័យផ្សេងតអត់មក3ដងគឺធ្លាក់អូតូម៉ាទិកយើងសិស្សខំប្រឹងហើយការសុំច្បាប់មានទម្លាប់មានកត្តាសុំច្បាប់មិនមែនបង្កើតក្រុមសុំច្បាប់ទេអត់កន្លែងហ្នឹងខ្ញុំអត់ចង់និយាយណែនាំគ្នាយើងព្រោះធំអស់ហើយឆ្នាំទី3ទី4ហើយមិនមែនរៀនបឋមទេហើយយើងត្រូវគិតដល់កន្លែងហ្នឹង
chứ nhưនៅសល់10ថ្ងៃក្នុងការប្រមូល lab តោះណាមើលធ្វើបានធ្វើបាន option ទី2 2 សប្តាហ៍ឡើង present មកក្រុមមាន14នាក់ទេតោះអត់អាចលើស5អត់អាចលើសពី4ទេ4នាក់គត់3នាក់ក៏បានដែរធ្វើ lab គឺមានតែ lab ទេ lab option 2 ទី1ធ្វើ lab ទី2 assignment ធ្វើ lab អាកាស assignment 4នាក់មកក្រុម4នាក់ត្រូវធ្វើជាសភៅយ៉ាងតិចណា25 page font 11ខ្មែរ OS អត់អាចទៅfont នេះបានទេសភៅ10បន្ទុកអត់បាទការ present 10បន្ទុកមារយាទកប្បកិរិយា10បន្ទុក30font ទៅត្រៀមខ្លួនឲ្យហើយបើយើងទៅទុកចឹងទៅយើងចូលទៅក្នុង Lon DC1 ហើយយើង install យើងចូលទៅ Active Directory User and Computer ហើយយើងបង្កើត OU មួយ New OU ដាក់ថា Special Account នៅក្នុងនោះខ្ញុំបង្កើត group មួយឈ្មោះថា Direct Access Client ចឹងនៅក្នុង group Direct Access Client គឺខ្ញុំ add member មួយឈ្មោះថា Lon CL1 Lon CL1 apply OK យើងចាប់ផ្ដើម open ដើម្បី config direct access ខ្ញុំយូរកាចម្ដងទេខ្ញុំមិនដែលកាចទេយូរកាចម្ដងច្បាប់ទាហានម្ដងច្បាប់ទាហានកាចណាអាហ្នឹងសលេងខ្ញុំប៉ុណ្្នឹងហើយបើឡើងខ្លែងសន្ទរកថាឡើងគោរពមេពីនឹងទៅដល់នោះត្រូវឲ្យលឺអាហ្នឹងទាហានគេហាត់អញ្ចឹងយើងចូលទៅ tool remote access management ហើយយើងចាប់ផ្ដើម config direct access run getting start យើងយក direct access យើងដាក់ IP WAN ម៉ាស៊ីនណាដែលដើរតួជា direct access server គឺ 203.176.0.1 Next ហើយយើងទៅ edit group policy យើង remove computer account ចេញយើងដាក់ direct access group ដាក់ថា direct
access ហើយយើងដក tick នេះចេញ mobile អត់ប្រើទេណែអានេះយើងដាក់ helpdesk អញ្ចឹងទៅ helpdesk@adatem.com អានេះគេ require ឲ្យមាន email ពីនេះអូខេពីនេះអញ្ចឹង direct access apply 2 ទី1 apply certificate ទី2 apply group policy ហើយយើងចាប់ដើមមើល service នៅក្នុង direct access យើងចាប់ដើមមើលវាមិនតាន់ដើរទេអញ្ចឹងយើងប្រើ command មួយយើងចូលទៅ PowerShell ហើយវាយ gp update/force gp update/force តទៅយើងទៅបើកម៉ាស៊ីន client អញ្ចឹងយើងចូលទៅ network នៅក្នុងម៉ាស៊ីន LON SVR1 LON CL1
ចឹងនៅក្នុងនេះគឺយើងដូរដាក់ថា private network ចឹងខាងនេះគឺ WAN ចឹង WAN IP គឺ203.176.0.100 ឲ្យ DNS យើងប្រើ LON DC ទៅពីទូទៅគេប្រើជាមួយនឹង external DNS ដោយសារ lab យើងអត់មានទេអត់ណាយើងប្រើអាហ្នឹងទៅបើសិនមាន external DNS មួយទៀតទៅថែមម៉ាស៊ីនមួយទៀតយើងច្រើនពេកបើយើង disable មួយ enable Direct access ទាមទារឲ្យ disable និង enable network សាថ្មីមិនអញ្ចឹងទេវាអត់ងាយដើរទេដល់យើងចូលទៅ PowerShell ចឹងយើងវាយ GP យើងវាយ GP update/force មានន័យថាឲ្យ group policy apply នៅលើម៉ាស៊ីន LON CL1 ដល់យើងដើម្បីមើល result GP result /r ឲ្យយើងមើលទាំងអស់គ្នាតើម៉ាស៊ីន LON CL1 នេះចាប់ direct access client policy ឬក៏អត់នេះចាប់ហើយគឺអាចចាប់នៅលើ computer setting អត់ណាឥឡូវយើងចាប់ផ្ដើមប្រើ net sh name so effective policy direct access มันអាចធ្វើការនៅក្នុង internal network ទេអាចធ្វើការបានតែ external network អញ្ចឹងយើងចាប់ផ្ដើមបិទវាបិទ private ហើយយើងវាយ command ហ្នឹងសាថ្មី net sh name so effective policy បើវាចេញ direct access -nls.adatem អាហ្នឹងវាដើរហើយប៉ុន្តែមុននឹងដើរយើងត្រូវមើល RTR នេះសិនតើ service វាដើរឬក៏នៅនេះដើរនៅវាឡើងចេញក្រហមហើយតោះអញ្ចឹងយើងចាប់ផ្ដើមបង្កើត share នៅក្នុងម៉ាស៊ីន LON CL1 បង្កើត share មួយមកដើម្បីឲ្យ direct access client test ឲ្យយើងចាប់ផ្ដើមអញ្ចឹងខ្ញុំបង្កើត folder មួយ share អញ្ចឹងខ្ញុំ share អូខេឥឡូវយើងចូលទៅ direct access តើមាន client ណា connect ចូល direct access ឬក៏អត់ឃើញម៉ាស៊ីន LON CL1 តោះអញ្ចឹងដើម្បី direct access ដើរលុះត្រាតែdashboard វាត្រូវតែ green ទាំងអស់ទើបវាដើរទើបវាចាប់ client នឹងបាន
អត់នេះវា green ទាំងអស់នេះយើងមើល remote client គឺម៉ាស៊ីននេះចូលតាមរយៈ stick to 4អត់អាចធ្វើ lab ទៅរួចទេសូ2ដងនេះអញ្ចឹងខ្ញុំបិទវីដេអូប៉ុណ្ណឹង